បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូគ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះអ្វីដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺតាក់ទងជាមួយនឹងការ set up Windows ថ្មីឬក៏យើងហៅថា reinstall Windows ឬក៏ភាសាខ្មែរយើងតែហៅថាឈូស Windows អូខេអញ្ចឹងសម្រាប់កុំព្យូទ័រមួយនេះគឺយើងប្រើវារយៈពេលប្រហែលជាខ្ទង់2 ទៅ 3 ឆ្នាំហើយយើងអត់ដែល set up Windows ថ្មីទេបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើការ set up វាជាទូទៅសម្រាប់កុំព្យូទ័រមិនថាកុំព្យូទ័រស៊េរីណាទេមិនថាថ្មីឬក៏កុំព្យូទ័រនឹងវាកម្រិត performance របស់វាខ្លាំងប៉ុណ្ណាទេនៅពេលដែលអ្នកទាំងអស់គ្នាប្រើជាមួយនឹងកម្មវិធីច្រើនហើយប្រើរយៈពេលយូរជាពិសេសការដែលយើងចូលទៅកាន់អ៊ីនធឺណិត browser download software ផ្សេងៗច្រើននៅពេលនោះហើយដែលធ្វើឲ្យកុំព្យូទ័រយើងមានបញ្ហាដូចជាករណីគាំងឬក៏វាដើរយឺតជាងមុនបាទអញ្ចឹងដើម្បីឲ្យវាធ្វើការ refresh ឬក៏ឲ្យវាថ្មីបាន 100% ត្រឡប់មកវិញទៅលើ system គឺអ្នកទាំងអស់គ្នាត្រូវតែ set up Windows ថ្មីបាទយើងធ្វើការ reinstall មានន័យថាយើងធ្វើការ set up នៅ Windows ដោយយើងធ្វើការ download Windows ពី website របស់ Microsoft ហើយយកមកដំឡើងនៅក្នុងកុំព្យូទ័ររបស់យើងតែម្ដងអញ្ចឹងការ set up Windows ថ្មីនេះគឺយើងសំដៅទៅលើការដែលយើងលុបទៅលើ OS ចាស់មានន័យថា operating system របស់ Windows ចាស់ហើយដំឡើងនៅ OS ថ្មីរបស់ Windows អូខេតោះឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការដំឡើងទាំងអស់គ្នាអញ្ចឹងជាទូទៅដើម្បីធ្វើការដំឡើងនៅកម្មវិធី Windows ថ្មីទៅលើកុំព្យូទ័រមួយបានឬក៏យើងហៅថា set up Windows ថ្មីនោះអ្នកទាំងអស់គ្នាត្រូវមាន USB បាទហើយ USB នេះយើងត្រូវការធ្វើការ boot បាទអញ្ចឹងយើងមានន័យថាយើងបង្កើត USB bootable របស់ Windows មួយដែលមានflash USB flash ជាមួយនឹង Windows ដែលយើងធ្វើការ boot ចូលទៅកាន់វាពីមុនមកបន្តមកទៀតបានយើងយកវាទៅដោតជាមួយនឹងកុំព្យូទ័រណាមួយដែលអ្នកនរគ្នាចង់ដំឡើង Windows ហើយយើងអាច set up Windows បានខ្ញុំនឹងបង្ហាញពីរបៀប set up អញ្ចឹងប៉ុន្តែតកតងជាមួយនឹងការបង្កើត USB ដែលអាចដំឡើង Windows បានគឺអ្នកនរគ្នាអាចចូលទៅកាន់ link នៅក្នុង description ដើម្បីមើលវីដេអូបាទមើលវីដេអូដើម្បីយើងអាចធ្វើការ set up អូខេនេះគឺជា USB ដែលខ្ញុំបង្កើតជា USB Windows bootable បានអញ្ចឹងខ្ញុំអាចដោតទៅកាន់កុំព្យូទ័ររបស់ខ្ញុំតែម្ដងបាទយើងដោតទៅកាន់ដូច USB មួយណាក៏បានដែរអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើការដោតរួចអ្វីដែលខ្ញុំត្រូវធ្វើគឺធ្វើការ restart កុំព្យូទ័រតោះឥឡូវយើងចូលទៅមើលការដំឡើងទាំងអស់គ្នាតែម្ដងបាទយើងចុច S12 ឲ្យជាប់មកអ្នកនរគ្នា yes នៅពេលដែលចុច S12 ហើយនេះបាទខ្ញុំចុចឲ្យច្បាស់ទៅអញ្ចឹងណាវាចេញកន្លែងនេះអញ្ចឹងយើងរើសយក USB flash របស់យើងដែលយើងបានដាក់ចូលហ្នឹងបាទចុចមកអូខេអញ្ចឹងនៅពេលមកដល់ចំណុចនេះបាទយើងចាក់រងចាំតិចទៅវាកំពុងដំណើរការឲ្យអ្នកនរគ្នារងចាំតិចទៅអូខេអ្នកគ្នាអញ្ចឹងនៅពេលដែលវាមកដល់កន្លែងនេះអ្នកគ្នាឃើញណាអញ្ចឹងយើងមកចាំរើសអីក៏បានដែរកន្លែងហ្នឹងយើងចុចយកពាក្យ next តែម្ដងបាទ keyboard ជាទូទៅយើងរើសយក keyboard setting មកវិញយើងយកជា US ក៏បាន United Kingdom ក៏បានទៅតាមការពេញចិត្តឬក៏អ្វីដែលយើងធ្លាប់ប្រើកន្លងមកហើយយើងចុច next មកមកដល់កន្លែងនេះគឺយើងចុចពាក្យ install បាទយក install មិនយក repair ឯពាក្យ repair មានថាយើងជួសជុលបើសិនជាករណីកុំព្យូទ័ររបស់យើងមានបញ្ហាហើយយើងចង់ជួសជុលវាយើងចូលកន្លែងហ្នឹងដើម្បីឲ្យ replace នៅលើ system ដែលមាននៅក្នុង flash ចូលទៅកាន់កុំព្យូទ័រចាស់របស់យើងណាបាទសម្រាប់ការអាប់ដេតនៅឆ្នាំ2025នេះតទៅជាមួយនឹង Windows 11អូខេការអាប់ដេតថ្មីចុងក្រោយនេះគឺល្អមែនទែនដោយសារវាមានមុខងារ repair នៅកន្លែងនេះដែលងាយស្រួលមែនទែនសម្រាប់យើងនៅជួសជុលសម្រាប់ Windows ដែលយើងបើកអត់ចេញហើយយើងចង់ជួសជុលវាឡើងវិញអូខេបន្តមកទៀតយើង tick ហើយមានន័យថាយើងទទួលយកវាហើយយើងចុច next ទៅនៅកន្លែង license key ឬក៏យើងនិយាយពីការដាក់ product key សម្រាប់ខ្ញុំអត់ទេខ្ញុំអត់មានទេអញ្ចឹងខ្ញុំប្រើ I don't have បាទនៅកន្លែងនេះគឺយើងរងចាំវាបាទអូខេយើងរងចាំវាបន្តិចមកអូខេនៅពេលមកដល់កន្លែងនេះអញ្ចឹងវាឲ្យយើងរើសយកប្រភេទ Windows ដែលត្រូវដំឡើងមាន home មាន home n home single language អីចឹងទៅបាទ
អញ្ចឹងខ្ញុំយក11 Pro បាទដោយសារម៉ាស៊ីនកុំព្យូទ័ររបស់ខ្ញុំគឺមាន license 11 Pro ស្រេចតែម្ដងអញ្ចឹងខ្ញុំចូល11 Pro ហើយខ្ញុំចុចពាក្យ install អូខេនៅកន្លែងនេះវាណែនាំតកតងជាមួយនឹង applicable notice and license term អីចឹងណាអញ្ចឹងនៅកន្លែងហ្នឹងគឺអ្នកគ្នាមិនអានក៏បានដែរអត់អីទេយើងចុច accept តែម្ដងទៅអូខេមកដល់កន្លែងនេះគឺយើងរើសយក disk មានន័យថារើសយក storage ណាមួយដែលយើងដាក់បាទអញ្ចឹង storage របស់ខ្ញុំមាន2សម្រាប់ flash បាទនេះ storage នេះបាទអានេះមួយអញ្ចឹងក្រៅពីហ្នឹងគឺសុទ្ធតែជា storage system របស់កុំព្យូទ័ររបស់ខ្ញុំចាស់ទេអញ្ចឹងខ្ញុំសារខ្ញុំចង់ format system ចោលខ្ញុំ delete តែម្ដងអូខេអូខេអញ្ចឹងខ្ញុំរើសយក space ណាមួយដែលខ្ញុំត្រូវដាក់ចូលអ្នកនេះជាបាទនេះខ្ញុំយក space នេះហើយគឺ 111G ជា SSD ដែលនៅក្នុងកុំព្យូទ័ររបស់ខ្ញុំ select យកវាមកហើយខ្ញុំចុច next អូខេនៅពេលមកដល់កន្លែងនេះគឺយើងចាប់ផ្ដើមចុចពាក្យ install បាទចុចពាក្យ install នៅខាងក្រោមអូខេអ្នកមើលនៅខាងលើនេះបាទ installing Windows 11អញ្ចឹងកន្លែងនេះគឺយើងរងចាំឲ្យវា complete ទៅហើយវាបានបញ្ជាក់ឲ្យថាកុំព្យូទ័ររបស់យើងឬក៏ PC របស់យើងអាចនឹងធ្វើការ restart 3-4 ដងកំឡុងពេលដែលវាដំណើរការយើងគ្រាន់តែរងចាំវាទៅអូខេអ្នកនរគ្នាឃើញអញ្ចឹងនៅពេលនេះវាចាប់ផ្ដើមធ្វើការ restart ម្ដងអ្នកនរគ្នាយើងរងចាំទៅបាទពេលនេះវាត្រឡប់មកវិញហើយ restart ហើយវាបើកខ្លួនឯងអញ្ចឹងណាអូខេនៅកន្លែងនេះខ្ញុំស្រែកយើងចិត្តឲ្យស្រួលអ្នកនរគ្នាមើលតិចណាបាទមើលគៀនតិចបាទអញ្ចឹងនៅខាងស្ដាំដៃនេះគឺអ្នកនឹងឃើញហើយពាក្យខាងលើគេដាក់ថា is the right country origin បាទគេចង់សួរថាតើតំបន់ប្រទេសរបស់យើងនៅកន្លែងណាអញ្ចឹងវាត្រូវអត់អញ្ចឹងឲ្យយើងរើសមកអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំនៅប្រទេសកម្ពុជាអញ្ចឹងខ្ញុំយក Cambodia បាទយើងរើស country ឲ្យត្រូវដែរតំបន់ដែលយើងនៅមកប្រទេសដែលយើងនៅមកអូខេអញ្ចឹងខ្ញុំយកកម្ពុជាយក Cambodia ហើយខ្ញុំចុចពី yes បន្ត yes យើងមកដល់កន្លែងនេះបាទ is the right keyboard layout or input method ជាទូទៅសម្រាប់ខ្ញុំយកជា US ទី1បាទបើអ្នកខ្លះគាត់យកជា United Kingdom អីចឹងណាអញ្ចឹងខ្ញុំយកជា US មានន័យ United States អូខេយើងចុច yes មកនៅកន្លែងនេះwant to add a second keyboard layout អញ្ចឹងមានន័យថា keyboard របស់យើងជាទូទៅសម្រាប់ខ្ញុំប្រើជា general ណាជាទូទៅគឺខ្ញុំប្រើ2មានន័យថាជា font ភាសាអង់គ្លេសមួយ font ភាសាខ្មែរមួយអញ្ចឹងមិញខ្ញុំ add ជា UI ហើយមានន័យខ្ញុំ add font ជាភាសាអង់គ្លេសហើយខ្ញុំត្រូវការ add font មួយទៀតនឹងជាភាសាខ្មែរ add មកបាទអូខេអញ្ចឹងខ្ញុំទៅពាក្យខ្មែរបាទជាភាសាដែលយើងប្រើវាមិនមែនប្រើពាក្យ Cambodia កន្លែងហ្នឹងវាប្រើពាក្យខ្មែរតែម្ដងជាភាសារបស់យើងនៅក្នុងជួរអក្សរ K បាទនេះខ្មែរហើយយ៉ាងក្រោយគេដាក់មុខកញ្ចក់ Cambodia យើងយក yes មកអូខេអញ្ចឹងមកដល់ទៅនេះគឺយើងមាន font 2ដែលយើងត្រូវប្រើប្រាស់មាន font ទី1គឺ font ខ្មែរនេះគឺពាក្យខ្មែរ standard ហើយមួយទៀតនោះគឺខ្មែរណៃដាឬក៏នីដាហ្នឹងអ្នកនរគ្នាសម្រាប់ខ្ញុំប្រើទូទៅគឺខ្ញុំដាក់ជើងនៅលើអក្សរ J បាទអញ្ចឹងខ្ញុំយកខ្មែរណៃដាហើយខ្ញុំចុច add មក yes មកដល់កន្លែងនេះគឺខ្ញុំអត់តន់ចង់ update អីទេអញ្ចឹងខ្ញុំយកកន្លែង I don't have internet អូខេកន្លែងនេះយើងដាក់ឈ្មោះកុំព្យូទ័រតាមអ្នកនរគ្នាដាក់ទៅឥឡូវខ្ញុំដាក់កាត់សិនទៅ TP អូខេជាឈ្មោះ channel YouTube របស់ខ្ញុំចុច next ទៅpassword បើយើងចង់ដាក់យើងដាក់ទៅតែបើអត់ទេក៏អត់ទៅ yes មកដល់កន្លែងនេះអ្វីដែលយើងត្រូវការធ្វើជាទូទៅសម្រាប់ខ្ញុំអត់
កន្លែងខ្ញុំដាក់ default គឺអញ្ចឹងមកខ្ញុំអត់កែ setting របស់វាទេជា recommend របស់ Microsoft Windows គាត់ឲ្យមិនគឺខ្ញុំរើសបែបហ្នឹងអូខេមកដល់យើងគាត់ថា hai ពាក្យ hai បកអីគេស្វាគមន៍យើងអីចឹងទៅយើងគាត់ទៅរងចាំបានតិចទៅអូខេបាទការចេញពាក្យ almost there ហើយបន្តមកវានឹងចេញWindows 11ឲ្យយើងហើយបាទដូចអ្នកនរគ្នាឃើញអញ្ចឹងពេលនេះយើងដំឡើង Windows 11បានដោយជោគជ័យហើយបាទជោគជ័យ 100% ហើយអូខេបាទនេះ Windows 11គឺយើងដំឡើងបានដោយជោគជ័យណា Yes អញ្ចឹងចំណុចបន្ទាប់ក្រោយពីយើងដំឡើង Windows 11ហើយអ្វីដែលយើងត្រូវការធ្វើនោះគឺយើងចូលទៅកាន់ setting បាទដើម្បីយើងធ្វើការ update នៅ driver ឬក៏ការ update នៅអ្វីដែលកុំព្យូទ័រយើងខ្វះខាតដូចជាករណី driver តាក់ទងជាមួយនឹង graphic តាក់ទងជាមួយនឹងWindows update ផ្សេងឬក៏កម្មវិធីដូចជាកម្មវិធីការពារកុំព្យូទ័រដូចជា Microsoft Defender Windows Security ហ្នឹងយើងអាចចូលទៅធ្វើការ update អញ្ចឹងយើងត្រូវការភ្ជាប់ទៅកាន់អីគឺយើងភ្ជាប់ទៅកាន់ internet បាទអញ្ចឹងដូចអ្នកនរគ្នាដឹងហើយយើងត្រូវការភ្ជាប់ទៅកាន់ internet ដើម្បីយើងអាចធ្វើការ update បានអូខេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការ set up Windows ហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺតាក់ទងជាមួយនឹងការ update ទៅលើ computer ជាទូទៅនៅពេលដែលយើង install Windows ថ្មីនៅលើ computer របស់អ្នកទាំងអស់គ្នាប្រកាសណាស់ថា software មួយចំនួននឹងអត់ support ត្រឹមត្រូវ 100% ទេដូចជាករណី driver តាក់ទងមួយសំឡេងបាទតាក់ទងមួយ graphic អីហ្នឹងគឺយើងអត់តាន់ support 100% ទេអញ្ចឹងទាមទារឲ្យយើងទៅធ្វើការ update អូខេសម្រាប់ Windows 10 និង Windows 11ដែលខ្ញុំមានបទពិសោធន៍install កន្លងមកគឺយើងអត់ចាំបាច់ត្រូវប្រើដូចជា Windows 7 ទេដែលប្រើជាលក្ខណៈ driver pack ឬក៏ driver ដុំដើម្បីដំឡើងតាមក្រោយទេអញ្ចឹងយើងគ្រាន់តែ check សម្រាប់ការ update ទៅគឺវា install ទៅលើ driver ឬក៏កម្មវិធីដែល computer នោះខ្វះខាតចូល direct automatic តែម្ដងអូខេតោះឥឡូវយើងមកមើល setting បន្តិចមកដោយសារអំបញ្ញមិញឬមុនហ្នឹងគឺខ្ញុំបាន update ម្ដងហើយអូខេនេះអ្នកនរគ្នាyou up to date អូខេអញ្ចឹងចំណុចនេះគឺអ្នកនរគ្នាត្រូវបញ្ជាក់ឲ្យបាន 100% ថាកុំព្យូទ័ររបស់អ្នកនរគ្នា up to date បាទអញ្ចឹងនៅពេលដែលយើង install Windows ហើយយើងបញ្ជាក់ថាកន្លែងហ្នឹងយើង check update វាទៅហើយ install វាទៅឲ្យវាទៅដល់ up to date ហើយអ្វីដែលយើងត្រូវធ្វើគឺយើងបិទវាមកអូខេនេះកន្លែងនេះយើង pass ណាអូខេយើងអាចរើសបានកន្លែងហ្នឹងបាទយើងរើសដល់3សប្តាហ៍បានមួយសប្តាហ៍2សប្តាហ៍និង3សប្តាហ៍ជាទូទៅខ្ញុំផាសវារយៈពេល pass វារយៈពេល3សប្តាហ៍បាទខ្ញុំ pass 3សប្តាហ៍ទៅអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើវា3សប្តាហ៍ហើយឬក៏យើងបិទការ update វិញអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្តទៀតនោះគឺតាក់ទងជាមួយនឹងការដំឡើងកម្មវិធីជាទូទៅសម្រាប់ Windows ដែលយើងដំឡើងថ្មីវាអត់ទាន់មានកម្មវិធីប្រើប្រាស់ទេភាគច្រើនគឺដូចជាអ្នកគ្នាដឹងហើយថានៅពេលដែលយើងដំឡើង Windows គឺយើងបានតែ Windows ទេយើងត្រូវការកម្មវិធីដើម្បីប្រើប្រាស់ទៅតាមជំនាញទៅតាមមុខងារអ្នកដែលដំឡើងឬក៏អ្នកដែលម្ចាស់ computer នោះអូខេអញ្ចឹងសម្រាប់កម្មវិធីដែលខ្ញុំប្រើប្រាស់កន្លងមកជាភាពជាក់ស្ដែងគឺ Microsoft Office បាទខ្ញុំត្រូវការចាំបាច់អាហ្នឹងទី1ហើយទី2ដើម្បីកាត់តវីដេអូខ្ញុំត្រូវការកម្មវិធី graphic មួយចំនួនកាត់តទៅលើ graphic មួយចំនួនដូចជា Adobe Premiere បាទកម្មវិធីកាត់រូបបាទកម្មវិធីកែសំឡេងអូខេអញ្ចឹងខ្ញុំត្រូវការវាមែនតើអូខេអញ្ចឹងដើម្បីបានគឺអ្នកនរគ្នាអាចធ្វើការដំឡើងអាចទៅ download នៅក្នុងអ៊ីនធឺណិតយកមកប្រើប្រាស់ក៏បានឬក៏យើងអាចធ្វើការ copy ឬក៏សុំពីគេដើម្បីយើងដំឡើងទៅតែបើអ្នកនរគ្នាចង់បានខ្ញុំអាចដាក់ link នៅខាងក្រោមវីដេអូដើម្បីឲ្យអ្នកនរគ្នាអាចមានឱកាស download កម្មវិធីនោះយកមកប្រើប្រាស់ប៉ុន្តែដូចខ្ញុំមានកម្មវិធីដើម្បីយើងប្រើប្រាស់ជាក់ស្ដែងតែម្ដងអញ្ចឹងខ្ញុំមានហើយអញ្ចឹងខ្ញុំអត់ទៅ download ទេបាទខ្ញុំដាក់ internal របស់ខ្ញុំចូលទៅកាន់ computer បន្ទាប់មកទៀតខ្ញុំចូលទៅបាទចូលទៅកម្មវិធី computer របស់ខ្ញុំមកដើម្បីនេះបាទ
ដែលខ្ញុំមានស្រាច់នៅក្នុងកុំព្យូទ័ររបស់ខ្ញុំនៅក្នុង external របស់ខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការទៅរកមើលទី1គឺកម្មវិធី Microsoft Office បាទខ្ញុំដាក់នៅ folder ណាខ្ញុំដំឡើងមកបាទនេះបាទខ្ញុំដំឡើង Microsoft Office Plus Pro Plus 2021បាទខ្ញុំចុច set up មកដល់ចំណុចនេះគឺខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាថាខ្ញុំ speed up វាបាទខ្ញុំខាវាណាខ្ញុំ speed up ឲ្យវាលឿនដើម្បីកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរអូខេអ្នកនរគ្នាអញ្ចឹងនៅពេលនេះគឺយើងបានដំឡើងកម្មវិធី Microsoft Office រួចរាល់យើង close វាមកបាទយើងអាចទៅរកវាដើម្បីដាក់លើ desktop បានអញ្ចឹងណាអូខេយើងអាចរកមកឥឡូវឧទាហរណ៍អាច access នេះមួយខ្ញុំបើក file location វាមកអញ្ចឹងយើងមានឃើញហើយបាទនេះអូខេអញ្ចឹងអ្វីដែលយើងប្រើជាប្រចាំថ្ងៃដូចខ្ញុំប្រើ Excel ហើយនឹង Word អូខេអញ្ចឹងខ្ញុំ copy វាយកមកដាក់នៅខាងលើមកបាទអូខេយើង copy មកយកមកដាក់នៅខាងលើមក yes បាទអញ្ចឹង Word Excel គឺខ្ញុំមានហើយអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្តទៀតនោះគឺតាក់ទងជាមួយនឹងកម្មវិធីកាត់តវីដេអូកម្មវិធីផ្សេងអញ្ចឹងណាបាទអញ្ចឹងខ្ញុំដាក់នៅកន្លែងណាខ្ញុំទៅរកកន្លែងហ្នឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំមកមើលបាទនេះមួយ yes បាទខ្ញុំចុចបើកវាសិនអ្នកនរនេះគឺកម្មវិធី WinRAR បាទខ្ញុំអត់ទាន់មាន file WinRAR ទេអញ្ចឹងដើម្បីបាន file WinRAR បាទដើម្បីបាន file WinRAR អ្នកនរបាទ file ជា file ដុំណាដែលយើងសម្រាប់យើង zip file សម្រាប់យើងធ្វើអីផ្សេងអញ្ចឹងណាអូខេយើងអាចចូលមកកន្លែងនេះបាទតែទៅចាំបាច់អ្នកនរទៅភ្ជាប់អ៊ីនធឺណិតឲ្យមានបាទយើងចូលមកយើងវាយពាក្យថា WinRAR មកបាទនេះវាចេញឲ្យពាក្យ WinRAR អ្នកនរនេះ WinRAR download មកចុច search នៅកន្លែងហ្នឹងមកអូខេអូខេនេះបាទអញ្ចឹងយើងចេញមកដល់កន្លែងនេះហើយយើងរកមើលទៅបាទនេះឥឡូវខ្ញុំមើលខាងក្រោមនេះចុះ WinRAR download free and support បាទនេះហើយការ download ហ្នឹងជា version ចុងក្រោយយើងចុចមកបាទអូខេនេះដល់ឃើញហើយ WinRAR បាទ version 7.13 ជាភាសាអង់គ្លេសហើយ64 bit yes យើងចុច install មកណាបាទកន្លែងហ្នឹងនេះវា download ទៅឲ្យយើងហើយទំហំមកវា3មេទេអូខេឥឡូវខ្ញុំបិទ website ហ្នឹងវិញយើងមើលកន្លែង download បាទនេះបាទអូខេយើងចុច open មកបាទអាហ្នឹងងាយណាអ្នកនរគ្នាអញ្ចឹងពេលនេះយើងចាប់ផ្ដើមចុច install វាមកបាទ yes អូខេប៉ុណ្ណឹងមកអូខេបាទណាបាទអញ្ចឹង file នេះវាបដូរទៅជា file WinRAR អ្នកនរគ្នាអញ្ចឹងយើងចុចបិទមកយើងទៅបើកម្ដងទៀតមកបាទបិទអស់សិនមកណា yes យើងចូលមកយើងបើកម្ដងទៀតមកបាទនេះអានេះយើង change មកបាទយើង change file មកនេះបាទអូខេនេះ change កន្លែងនេះអូខេ change កន្លែងនេះមកយកជា file RAR មកយើងចុច default នេះបាទអញ្ចឹង file ហ្នឹងជា file WinRAR ឃើញទេជា file ដុំណាបាទអញ្ចឹងនៅពេលដែលយើងនេះហើយយើងចុចបើកមកចុចបើក file ហ្នឹងមកបាទនេះអានេះយើងបិទអានេះចុះអូខេដោយសារដូចខ្ញុំបញ្ជាក់អ្នកនរគ្នាពីមុនអញ្ចឹងដោយសារតែកុំព្យូទ័រខ្ញុំមាន file ផ្សេងរួចស្រេចទៅហើយដោយសារតែខ្ញុំបាន download ឬក៏រក្សាទុកពីមុននៅក្នុង internal ខ្ញុំគាត់តែបើក internal របស់ខ្ញុំហើយ install តែម្ដងបាទអូខេfile នេះវាមានទំហំ 37G អញ្ចឹងការបើកវាយូរខ្ញុំនឹង speed up វាឲ្យលឿននៅក្នុងកន្លែងហ្នឹងបន្តិចអញ្ចឹងណាអ្នកនរគ្នា
ok nào khi chẳng được bây giờ bao hái về tranh mòn trẻ nè ok nó cầm thì để nhom đầm lá cái này nào nhé chẳng nhom miên chớn mình ta mình miên tầm mũi pí để cầm thì để nhom phở bé bỏ đóng những cái miên chớn bạn miên chớn mình tên chẳng ở đây để trong thời thưa cứ đo selection và tổng một tiết nhom từ rư luôn này chẳng cầm thì để nhom phở cứ nhom phở đạp bạc bạn pro đi muối hơi tổng một tiết đạp ba thể effect nhom một phở tế bà nhom phở au cầm thì cài selection yes ok bởi tổng một tiết nhom phở cầm thì PS គឺ Adobe Photoshop ហើយនឹងកម្មវិធី PR Adobe Premiere អូខេចឹងកម្មវិធីដែលខ្ញុំប្រើមានប៉ុណ្ណឹងទេចាដូចខ្ញុំ select មិញចឹងគឺកម្មវិធីមានប៉ុណ្ណឹងទេអូខេហើយខ្ញុំចុច continue ទៅ yes ពេលនេះវាកំពុងដំឡើងចូលតែម្ដងខ្ញុំធ្វើការ speed up វាដដែលអ្នកនរគ្នាដើម្បីកុំឲ្យអ្នកនរគ្នារងចាំយូរដើម្បីយើងមានពេលបង្ហាញអ្នកនរគ្នាអំពីកម្មវិធីមួយចំនួនទៀតដែលពិសេសឬក៏ចាំបាច់សម្រាប់អ្វីដែលខ្ញុំប្រើប្រាស់លើកុំព្យូទ័រខ្ញុំហើយក៏ជាបទពិសោធន៍ដែលចែករំលែកជូនទៅកាន់អ្នកទាំងអស់គ្នាអូខេអ្នកនរគ្នាអញ្ចឹងពេលនេះខ្ញុំបានតម្លើងហើយកម្មវិធី4ដែលខ្ញុំបាន select មិញហ្នឹងមាន Adobe Acrobat Adobe Audition Adobe Photoshop Adobe Premiere Pro អូខេអញ្ចឹងខ្ញុំបិទមកវិញមកអូខេអញ្ចឹងអ្វីដែលខ្ញុំត្រូវទៅមើលនោះគឺតាក់ទងជាមួយនឹងកម្មវិធីហ្នឹងបើខ្ញុំត្រូវការដាក់វាលើ desktop នេះបាទនេះចុចមកស្ដាំមកយក file location ហើយយើង copy មក copy យកវាប្រើមកបាទអូខេអញ្ចឹងដូចជាតើតមួយ wallpaper ឬក៏រូបភាពដែលនៅលើនេះអ្នកនរប្រហែលជាចេះដូរហើយបាទឥឡូវតែខ្ញុំគ្រាន់តែចង់បង្ហាញឲ្យមើលតែម្ដងទៅ yes យើងចូលមកកន្លែងនេះមកអញ្ចឹងយើងអាចរើសនេះបាទជា picture មកឥឡូវបើយើងប្រើរបស់ Windows ណា yes អូខេខ្ញុំប្រើរបស់ Windows ទេវាស្អាតល្អដែរ yes អូខេហើយមួយទៀតគឺតើតមួយដូចជារូប computer បាទ computer ដូចជាcontrol panel អីវាអត់មាននៅលើហ្នឹងទេយើងធ្វើម៉េចបាទយើងចូលមកកន្លែងមិនអញ្ចឹង personalize មកហើយយកពាក្យ theme yes បន្ទាប់មកទៀតអ្នកគ្នារកមើលពាក្យ desktop icon sharing ឬក៏អ្នកគ្នាអាច search នៅកន្លែងនេះក៏បានដែរ desktop icon sharing មកវាចេញហើយបាទឥឡូវខ្ញុំចូលមកអូខេនេះបាទយើង tick លើ computer tick លើអ្វីដែលអ្នកគ្នាចង់ដាក់ឲ្យវានៅក្នុង desktop បាទអូខេខ្ញុំយកតែពីរទេគឺយក computer និង control panel ខ្ញុំ apply ហើយចុច OK ទៅអូខេពេលនេះវាចេញមកនេះបាទនេះគេកុំព្យូទ័រនិង control panel វាចេញមកលើហ្នឹងហើយអូខេអញ្ចឹងអ្វីដែលខ្ញុំដំឡើងនៅពេលនេះគឺជាកម្មវិធីដែលខ្ញុំប្រើជាទូទៅហើយកម្មវិធីដែលភាពចាំបាច់មួយទៀតនោះគឺទៅទៅមួយ browser ដូចខ្ញុំមិញហ្នឹងខ្ញុំប្រើជា Microsoft Edge នេះបាទជាកម្មវិធីរបស់Windows ផ្ទាល់ដំឡើងលើនឹងតែម្ដងអញ្ចឹងអ្វីដែលយើងត្រូវការប្រើដូចជាអ្នកគ្នាគាត់ប្រើ Google Chrome ឬក៏សម្រាប់ខ្ញុំចូលចិត្តប្រើ Firefox អញ្ចឹងខ្ញុំទៅ download Firefox មកបាទ Firefox browser ណាបាទ Firefox browser អូខេ wait a minute អូខេចាំមក play ទៅខ្ញុំបាទដោយសារតែអ៊ីនធឺណិតយើងដាច់មកមិញអញ្ចឹងអូខេឥឡូវយើងបើកអ៊ីនធឺណិតសិនណា yes បាទឥឡូវជាប់ហើយចូលវិញហើយយើង refresh វាមកតិចទៅវាទៅហើយអូខេយើងទៅមកឥឡូវនេះបាទ download Mozilla Firefox for Windows អូខេយើងចូលមកyes ចុច download កន្លែងនេះមកណាអូខេពេលចុច download វា load ចេញសញ្ញា download នៅខាងគៀនខាងស្ដាំដៃឲ្យយើងហើយគ្រាន់ថានេះអ៊ីនធឺណិតរបស់ខ្ញុំវា slow បន្តិចអ្នកគ្នាបាទនេះអូខេអញ្ចឹងយើងចុច open មកបាទចុច open អា Firefox installer ហ្នឹងមកបាទកន្លែងនេះយើងចុច yes តែក្នុងកាមេរ៉ាថត screen អត់ឃើញទេអូខេបាទខ្ញុំ
តឡើងវីចូលតែម្ដងនេះបាទអានេះគឺជាកម្មវិធីដែលខ្ញុំប្រើទេអ្នកនេះអញ្ចឹងបើអ្នកនេះពេញចិត្តកម្មវិធីអីអ្នកនេះអាចស្វែងរកក្នុងការ download បានតែករណីមួយចំនួនបើរកអត់ឃើញទេអ្នកនេះអាចសាកសួរខ្ញុំតាមរយៈ Telegram ដែលខ្ញុំដាក់នៅក្នុង description ដើម្បីទទួលបានការណែនាំបន្ថែមឲ្យកាន់តែច្បាស់អូខេអូខេអ្នកនេះអញ្ចឹងពេលនេះយើងបានដំឡើងហើយនេះគឺជាកម្មវិធី Firefox បាទនេះវាឲ្យយើង continue អីចឹងណា yes យើងជា default មកអត់អីទេបាទ dismiss ក៏បានដែរ yes បាទនេះគឺជាកម្មវិធី browser ដែលខ្ញុំនិយមទូទៅខ្ញុំប្រើនៅលើ computer របស់ខ្ញុំតែសម្រាប់អ្នកគ្នាអាចទៅ download ច្រំបានអត់អីទេគ្រាន់តែវាយច្រំទៅហើយធ្វើការ download ទៅអូខេវាយឈ្មោះរបស់វាទៅណា yes អូខេឥឡូវខ្ញុំធ្វើការបើកវាតែម្ដងហើយខ្ញុំចង់ download អីទៀតបាទកន្លែងនេះយើង not now don't show okay yes អញ្ចឹងអ្វីដែលយើងចង់ download អីទៀតសម្រាប់ខ្ញុំនៅប្រើកម្មវិធីមួយទៀតគឺកម្មវិធី Internet Download Manager ជាកម្មវិធីងាយស្រួលក្នុងការ download software ហើយ speed របស់វាលឿនជាងការ download តាមរយៈ browser ធម្មតាបាទយើងដាក់ថា IDM ទៅវាយចំកាត់ហ្មងទៅ IDM អូខេយើង enter ទៅបាទនេះ IDM download ហ្នឹងបាទខ្ញុំ enter ហ្មងទៅ yes អូខេនេះមកដល់ហើយ IDM យើងចុចកន្លែងហ្នឹងមកអូខេមកដល់កន្លែងនេះអ្នកគ្នាយកពាក្យ try IDM free 30ថ្ងៃហ្នឹងមកអូខេចុច click មក yes អញ្ចឹងវា download នៅខាងនេះហើយអូខេវា complete ហើយគេអញ្ចឹងយើង open វាមកអូខេអញ្ចឹងយើងចុចនេះ IDM ហ្នឹងមកចុចធម្មតាក៏បានដែរមិនប្រើ mouse ស្ដាំអីទេអូខេយើងចុច yes មក yes អូខេបាទឥឡូវខ្ញុំបិទចេញវិញណាទៀតវា load ឲ្យយើងចុច OK បាទវា load មកហើយយើងចុច OK មកហើយយើងចុច next មកទៀតមកហើយយើង accept វាមួយចុច next មួយទៀតបាទអូខេកន្លែងនេះយើង finish មកបាទ yes បាទនេះ IDM ណាអ្នកនេះអូខេ IDM បាទយើងខ្វែងសិនមកនេះបាទ IDM ណាកម្មវិធី Internet Download Manager អ្នកដែលប្រើ computer ច្រើនទូទៅប្រកាសជាស្គាល់កម្មវិធីហ្នឹងគឺជាកម្មវិធីសម្រាប់យើងធ្វើការ download កម្មវិធីជា software ឬក៏ជា video ងាយស្រួលហើយ speed របស់វាលឿនជាងការ download ធម្មតាអូខេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ download កម្មវិធីណាមួយឥឡូវឧទាហរណ៍ខ្ញុំលើកយកអំពីកម្មវិធីមួយទៀតចុះដែលខ្ញុំចង់បង្ហាញដូចជាពាក្យGoogle ច្រំចុះឥឡូវឧទាហរណ៍ថាខ្ញុំវាយច្រំ download ចឹងទៅណាបាទច្រំបាទយើងចូលមកច្រំ yes នេះបាទ Google ច្រំ browser ហ្នឹងបាទយើងចូលមក download វាទៅអ្នកនរគ្នាតាមខ្ញុំមួយឲ្យតន់ណាបាទយើងចុច download មកបាទអូខេនេះវា load ចូលកន្លែងនេះដែរអញ្ចឹងយើងអត់តែយើងខ្វែងវិញដើម្បីយើងធ្វើការ download តាមរយៈ IDM បានអ្នកនរគ្នាមើលលើ browser Firefox អានេះសម្រាប់តែ Firefox ទេសម្រាប់អ្វីផ្សេងអត់មានទេណាអ្នកនរគ្នាយើងចូលមកកន្លែងនេះបាទបើអត់ឃើញទេអត់ចូលកាន់ setting មកហើយអ្នកនរគ្នាយកពាក្យថានេះយកពាក្យ setting សិនហើយបន្តទៀតអ្នកនរគ្នាយកពាក្យថា extension and theme នេះបាទចូលមកយើងចូលពាក្យ extension មកអញ្ចឹងនៅពេលមកដល់កន្លែងហ្នឹងអ្វីដែលអ្នកត្រូវធ្វើគឺនេះ IDM បាទយើងវាយតែ IDM មកបានទេ enter មកបាទនៅពេលដែលចុច enter IDM នៅកន្លែង search មួយហ្នឹងវាចេញមកកន្លែងនេះអ្នកយក IDM integration model អូខេយើងចុចមកបាទហើយយើងចុច add on to Firefox ទៅបាទកន្លែងនេះចុច tick allow មួយមកអូខេហើយប៉ុណ្្នឹងបានហើយអានេះយើងមិនទេអូខេទៅ yes ឥឡូវខ្ញុំវាយច្រំម្ដងទៀតណាអ្នកនរបាទវាយច្រំម្ដងទៀតមក enter អូខេយើងចូលមក download ដដែលហើយយើងទៅ download យកច្រំហ្នឹងមើលតើវា load ទៅខាងណាបាទនេះគេថាគេអញ្ចឹងវាលែង load ទៅអាកន្លែង download នៅកន្លែងនេះមិញហើយវា load មកនេះតែម្ដងនេះបាទនេះវា load ឲ្យយើង download យើងចុច download មកបាទឃើញទេវាទៅហ្មងបាទយើងបើកអានេះក៏បានដែរនេះសញ្ញា download បាទ speed លឿនមែនតើអ្នកនរ speed up វាលឿនមែនតើអូខេ10មេមួយ plate អ្នកនរអញ្
ចឹងបើ download តាម browser view បើយើង download តាមវានេះ10 MB មិនគ្រាន់តែខ្ញុំ click ទៅពេញ full តែម្ដងអូខេអញ្ចឹងអានេះគឺកម្មវិធី download យើងអាច download ទាំង video download ទាំង software ខ្ញុំអត់ប្រើ video ទេដោយសារកាលណាយើង click លើ video អ្នកដទៃនៅក្នុងកំឡុងពេលយើងកំពុងថត video post ជូនអ្នកនរគ្នាវាជាប់ copyright បាទឥឡូវខ្ញុំបិទវិញ yes អញ្ចឹងកម្មវិធី base ដែលខ្ញុំប្រើគឺមានប៉ុណ្ណឹងតើតងមួយកម្មវិធីកាចឡៃជាទូទៅខ្ញុំប្រើ Word ហើយនិង Excel ទេក្បាលការងារទូទៅរបស់ខ្ញុំហើយសម្រាប់ design គឺខ្ញុំប្រើ PS ហើយនិង PR ហើយជាមួយនឹង Adobe Audition មួយទៀតបាទនេះបាទកម្មវិធី Adobe Audition នេះគឺជាកម្មវិធីដែលខ្ញុំប្រើទូទៅទេហើយសម្រាប់ IDM គឺយើងប្រើ free រយៈពេល30ថ្ងៃចឹងបើផុត30ថ្ងៃហ្នឹងវាទាមទារយើងប្រើ license ហើយតែជាទូទៅខ្ញុំអត់ដែលប្រើ license ទេខ្ញុំប្រើ crack អ្នកនរគ្នាបាទដោយសារតែ IDM នៅស្រុកខ្មែរយើងរៀងពិបាករកដែរហើយតម្លៃក៏ដូចជា10រៀលជាងបាទបើអ្នកនរគ្នាត្រូវការអីក៏អាចតាក់ទងទិញគេទៅដូចជា$10ជាងទេអាច15ទៅ$15ឬក៏$20ជាងវាមានរយៈពេល1ឆ្នាំទៅ lifetime អញ្ចឹងអាហ្នឹងយើងពិភាក្សាមួយអ្នកលក់ទៅហើយសម្រាប់ Office នេះគឺខ្ញុំមាន license លក់ជូនអ្នកទាំងអស់គ្នាតម្លៃរបស់វាគឺ$6សម្រាប់ Office ជាប្រភេទ phone activation lifetime បាទហើយយើងដាក់ទៅយើងអាចប្រើបានលើ computer នឹងបានរហូតតែម្ដងបាទអូខេអានេះសម្រាប់ Office ខ្ញុំមានលក់សម្រាប់ license key អញ្ចឹង base កម្មវិធីដែលខ្ញុំប្រើមានប៉ុណ្ណឹងហើយខ្ញុំក៏ឆ្លៀតឱកាសចុងក្រោយនៃវីដេអូខ្ញុំណែនាំពី website ដែលអ្នកនរអាចចូលទៅ download software សម្រាប់យើងប្រើ free ណាដូចជា Get into PC អូខេ Get into PC បាទយើងចូលទៅកាន់ website ហ្នឹងមកនេះបាទជា website មួយដែលយើង download នៅ software ផ្សេងសម្រាប់ធ្វើការដំឡើងលើ computer ដែល free ជាប្រភេទប្រើ crack អញ្ចឹងបើសិនជាករណីអ្នកនរគ្នាប្រើ license កុំ download ក្នុងហ្នឹងអានេះខ្ញុំ recommend ជូនណាកុំ download យក software នឹងទៅប្រើយើងតាក់ទងទៅកាន់ហាងដើម្បីសុំ software cool software ល្អយកមកប្រើមកឬក៏យើង download ពី website របស់គេផ្ទាល់យកមកប្រើមកសម្រាប់អ្នកដែលប្រើ license តែបើប្រើ crack កុំទៅប្រើ crack យើងប្រើលើនៅក្នុង website មួយនេះបាទដូចជាមានច្រើនមែនតើដូចជាតាក់ទងជាមួយនឹងអីក៏មានដែរអ្នកនរកម្មវិធីដែលខ្ញុំអាសាប្រើជាងគេដូចជា Filmora editor បាទ Filmora អូខេបាទខ្ញុំ enter ដល់ Filmora មកជាកម្មវិធីកាត់តវីដេអូបាទឥឡូវចេញដល់ឆ្នាំ2025ហើយអ្នកនរបាទនេះជា Filmora កម្មវិធីកាត់តវីដេអូបាទខ្ញុំចុច download មក yes បាទនឹងវានឹង load មកដល់កន្លែងនេះហើយយើងរងចាំទៅវា load ទៅកាន់ IDM ហើយដែលខ្ញុំបានដំឡើងមិញណាអ្នកនរវានឹង load ទៅកាន់ IDM ផ្ទាល់តែម្ដងបាទយើងរងចាំបន្តិចទៅ yes អ្នកនរឃើញទេទំហំរបស់វា755 មេកម្មវិធីនេះវាងាយស្រួលកាត់តជាងកម្មវិធី PR គាត់ថាមុខងារខ្លះគឺជាមុខងារដែលវាប្រើឲ្យយើងប្រើងាយស្រួលជាងអញ្ចឹងណាមាន effect ស្រាប់អីស្រាប់អញ្ចឹងទៅសម្រាប់កម្មវិធី Adobe Premiere វាទាមទារឲ្យយើងធ្វើការ edit effect ខ្លួនឯងឬក៏យើងទៅ integrate ពីខាងក្រៅដើម្បីដាក់បញ្ចូលអីចឹងទៅអូខេចាឥឡូវខ្ញុំ start download តែម្ដងទៅសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំគ្រាន់តែចង់បញ្ចែករំលែកពីរបៀបដំឡើង Windows របៀបធ្វើឲ្យ Windows នឹងដើរលឿនដូចជាករណីយើង update របៀបដំឡើង software ហើយក៏ណែនាំតាក់ទងជាមួយកម្មវិធីមួយចំនួនហើយការនិយាយរឿងច្រើនបន្តិចមែនប៉ុន្តែវាជួយឲ្យអ្នកនរគ្នាអាចដំឡើង computer មួយបានរលូនហើយអត់ខ្វះមុខខ្វះក្រោយអញ្ចឹង step ក្នុងការដំឡើង Windows ជាទូទៅគឺយើងត្រូវតែមាន USB ដែលយើងប្រើដើម្បី boot Windows ហើយបង្កើតជា Windows bootable ហើយយកមកដំឡើងលើ computer នៅពេលដែលយើងដំឡើង Windows ហើយគឺ step ទី2គឺយើងត្រូវ check update make sure ថាវា update make sure ថាវាទាន់សម័យហើយនៅបន្ទាប់ពី make sure ថាវាទាន់សម័យហើយយើងត្រូវមានកម្មវិធីអញ្ចឹងកម្មវិធីនេះខ្ញុំទាមទារសុំសម្រាប់អ្នកដំឡើងខ្លួនឯងសុំឲ្យមានមុនរួចជាស្រេចយើងអាច store នៅក្នុង external ឬក៏ store នៅក្នុង USB ឬក៏ hard disk ណាមួយអញ្ចឹងទៅដើម្បីយើងយកមក install នៅពេលដែលយើង set up Windows រួចបាទអូខេអញ្ចឹងនៅពេលដែលយើងប្រើហើយអានេះគឺជាវីដេអូដែលខ្ញុំចែករំលែកជូនអ្នកទាំងអស់គ្នាអូខេយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀតសម្រាប់មេរៀនតាក់ទងជាមួយនឹង computer ផ្សេងបន្ថែមបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ